ភ្លៀងធ្លាក់ខ្លាំងមែនទែនលិចលង់ផ្ទះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតសង្កាត់ចំនួន2នៅក្នុងក្រុងប៉ោយប៉ែតរងការជន់លិចលង់ខ្លាំងជាងគេដោយសារភ្លៀងធ្លាក់ច្រើនម៉ោងកាលពីល្ងាចថ្ងៃទី10ខែឧសភាឆ្នាំ2025យោងតាមប្រជាពលរដ្ឋមានសង្កាត់ចំនួន2គឺសង្កាត់ប៉ោយប៉ែតនិងសង្កាត់អូជ្រៅក្នុងក្រុងប៉ោយប៉ែតលិចទឹកខ្លាំងជាងគេដោយសារភ្លៀងមួយមេធំរយៈពេល4ម៉ោងអមទៅដោយខ្យល់កន្ត្រាក់បណ្ដាលឲ្យលិចក្រុងប៉ោយប៉ែតស្ទើរតែទាំងស្រុងតាមប្រជាពលរដ្ឋមូលហេតុដែលលិចនេះតំណងដោយសារក្រុមហ៊ុនដាក់លូកន្លងមកមានមុខកាត់តូចហើយប្រជាពលរដ្ឋដែលរស់នៅសង្កាត់ប៉ោយប៉ែតបានដណ្ដើមគ្នាចាក់ដីបានលើកផ្ទះបិទផ្លូវបាទទឹកហូរពិសេសនៅចំណុចក្រុងប៉ោយប៉ែតតែម្ដងម្ចាស់សំណង់ធ្វើផ្ទះ3ជាន់នាំគ្នាចាក់បិទមុខលូបាទពីធំមកតូចសម្រាប់យកមុខផ្ទះធ្វើអាជីវកម្មប្រជាពលរដ្ឋបាននិយាយបន្តឲ្យដឹងទៀតថាកន្លងមករដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងប៉ោយប៉ែតបានសហការគ្នាបាទដាក់ប្រព័ន្ធលូជាច្រើនខ្សែដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងនៅក្នុងទីប្រជុំជនដើម្បីបញ្ជៀសពេលមានភ្លៀងធំធ្លាក់មកម្ដងមានទឹកជន់លិចលង់ខ្លាំងលើទ្រូងផ្លូវហូរឲ្យបានទាន់ពេលនិងទាន់វេលាជាមួយគ្នានឹងដំណោះស្រាយនៃការបញ្ជៀសការស្ទះប្រព័ន្ធលូនៅក្រុងប៉ោយប៉ែតតែរដ្ឋបាលខេត្តបាទក្រុងបាត់សំទោសក្រុងប៉ោយប៉ែតបានជំរុញឲ្យក្រុមជំនាញយកគ្រឿងចាក់កាយប្រឡាយដាក់ប្រព័ន្ធលូជាច្រើនកន្លែងកន្លងមកដើម្បីឲ្យហូរចាក់ចូលទៅក្នុងបាទអូជាប់នឹងប្រទេសថៃព្រមជាមួយនឹងការស្ដារប្រព័ន្ធលូដែលត្រូវធ្វើមកដល់បាទពេលនេះខាងក្រុមហ៊ុនធ្វើរួចរាល់អស់ហើយក្រោយពីប្រជាពលរដ្ឋរាប់រយគ្រួសារត្រូវរងគ្រោះដោយទឹកភ្លៀងលោកឧត្តមសេនីយ៍តូសិទ្ធិឡោះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះប្រតិបត្តិការបន្ទាន់ដើម្បីជួយប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលកំពុងតែរងការជន់លិចដោយចំនួនទឹកភ្លៀងកងកម្លាំងបានជួយដឹកជញ្ជូនបានទ្រព្យសម្បត្តិសត្វពាហនៈគ្រប់ប្រភេទជំលៀសពួកគាត់ទៅទីទួលសុវត្ថិភាពពិសេសចាស់ជរាជនពិការអ្នកជំងឺស្ត្រីមានផ្ទៃពោះកុមារតូចដើម្បីបញ្ជៀសការជួបគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុជាចុងក្រោយបាទសូមជម្រាបលា